សួស្តីបងប្អូនទាំងអស់គ្នាចាថ្ងៃមុនខ្ញុំបានផុសថាបើមករៀនហើយមកធ្វើការនៅប្រទេសជប៉ុនគឺឆាប់ដល់គូព្រេងអញ្ចឹងណាអញ្ចឹងទៅមានបងប្អូនជាច្រើនគាត់បានខមមិនតែនេះគឺខ្ញុំមកនិយាយរឿងពិតរបស់ខ្លួនខ្ញុំឯណាខ្ញុំធ្វើការនៅខ្មែរមើលធ្វើការក្រុមហ៊ុនតា accountant ហ្នឹង2ឆ្នាំដែរហើយធ្វើ manager នៅសន្តាគារ3ឆ្នាំដែរអត់ជួបគូព្រេងសោះពេលដែលខ្ញុំមកធ្វើការនៅជប៉ុន3ឆ្នាំក៏បានជួបគូព្រេងខ្ញុំរងថ្ងៃហ្នឹងណាហើយមួយទៀតជាក់ស្ដែងអ្នកនៅធ្វើការកន្លែងខ្ញុំណាតាំងពីខ្ញុំចូលធ្វើការឆ្នាំ2020មកឥឡូវហ្នឹងគឺមាន5នាក់ហើយអ្នកបកប្រែជនជាតិខ្មែរណាគឺជួបគូព្រេងបាន3នាក់ហើយរៀបការរួចហើយហ្នឹងអ្នកនៅកន្លែងធ្វើការខ្ញុំណា2នាក់ជនជាតិជប៉ុនខ្ញុំម្នាក់ហើយនឹងសិស្សប្អូនម្នាក់ហើយអ្នកបកប្រែប្អូនស្រីម្នាក់ទៀតហ្នឹងគាត់ក៏ជួបគូព្រេងគាត់នៅប្រទេសជប៉ុនដែរតែមិនមែនជនជាតិជប៉ុនហើយក៏មិនមែនជនជាតិខ្មែរដែរគឺជនបរទេសណាផ្នែកប៉ែកអឺរ៉ុបអីចឹងទៅហើយម្នាក់ទៀតក៏កំពុងធ្វើការនៅកន្លែងសមាគមបកប្រែខ្ញុំដែរហ្នឹងគឺគាត់កំពុងតែមានតំណែងហើយប្អូនស្រីម្នាក់ទៀតអ្នកបកប្រែកូនពៅក្មេងជាងគេគាត់ទៅបញ្ចូលឯអាយុ20ជាងចិត្តជួបគូព្រេងដែរចាហើយជាស្ដាយមួយទៀតគឺកូនសិស្សរបស់ខ្ញុំគាត់មកធ្វើការនៅប្រទេសជប៉ុនហ្នឹងហើយធ្វើការនៅក្រុមហ៊ុនជាមួយគ្នាហ្នឹងឥឡូវរៀបការរួចហើយដែលនៅក្រុមហ៊ុនមួយគ្នាហ្នឹងណាគឺ2គូម្នាក់ទៀតទៅរៀបការកាលខែ5ហ្នឹងឥឡូវផាច់អត់តមកវិញហើយម្នាក់ទៀតរៀបការរួចហើយហ្នឹងហើយមានច្រើនគូដែរអាហ្នឹងខ្មែរដូចគ្នាគាត់មកជួបនៅជប៉ុននៅក្រុមហ៊ុននៅជប៉ុនអញ្ចឹងណាហ្នឹងហើយអ្នកដែលខ្ញុំស្គាល់ច្រើនទៀតហើយបើសិនជាសិស្សរៀនជំនាន់ខ្ញុំរៀននៅសាលាជប៉ុនជំនាន់ទី4មួយខ្ញុំហ្នឹងអ្នករៀបការមួយជនជាតិជប៉ុនជំនាន់ខ្ញុំហ្នឹងគឺមាន3នាក់ហើយម្នាក់ទៀតគាត់រៀបការមួយជនជាតិខ្មែរដែរតែអាណិកជនជប៉ុនអញ្ចឹងណាគាត់រស់នៅជប៉ុនយូរអញ្ចឹងសរុបទាំងអស់4នាក់ដែរអញ្ចឹងអ្នកដែលខ្ញុំស្គាល់ហ្នឹងគឺភាគច្រើនគឺគាត់មកជួបគូព្រេងនៅប្រទេសជប៉ុនអញ្ចឹងហើយជាក់ស្ដែងមួយទៀតគឺបងស្រី manager របស់ខ្ញុំគាត់ជនជាតិខ្មែរណាខ្ញុំធ្វើការមួយគាត់តាំងឆ្នាំ2012នៅក្រុមហ៊ុនជប៉ុនតែ accountant ហ្នឹងគាត់ក៏រៀបការជាមួយជនជាតិជប៉ុនហើយដែលគាត់មកនៅប្រទេសជប៉ុនក៏បានជួបគ្នាទៅហើយក៏អាសាជួបគ្នាដែរមួយរយៈហ្នឹងបងស្រីហ្នឹងដែលគាត់ជាមេរបស់ខ្ញុំអញ្ចឹងណាហើយបងស្រីម្នាក់ទៀតគាត់ជនជាតិវៀតណាមតែគាត់ជាមេរបស់ខ្ញុំពេលដែលខ្ញុំធ្វើការនៅសន្តាគារជប៉ុននៅខ្មែរនៅភ្នំពេញហ្នឹងគាត់ក៏មានគាត់ក៏ជួបគូព្រេងគាត់ជនជាតិជប៉ុនដែរហើយគាត់រៀបការហើយគាត់ធ្វើការមួយខ្ញុំនៅខ្មែរ2ឆ្នាំហើយគាត់មកធ្វើការនៅជប៉ុន3ឆ្នាំនៅតូក្យូហ្នឹងឥឡូវហ្នឹងគាត់ក៏រៀបការហើយឥឡូវគាត់ទៅធ្វើការនៅស្រុកគាត់ចឹងទៅហ្នឹងហើយចំពោះអ្នកដែលមកជួបគូហ្នឹងគឺមានច្រើនហើយអ្នកដែលអត់ជួបហ្នឹងក៏មានច្រើនដែរអញ្ចឹងមិនន័យថាអ្នកដែលជួបហ្នឹងគឺជាគូព្រេងគាត់នៅនឹងអញ្ចឹងទៅចំពោះអ្នកដែលអត់ទាន់ជួបកុំទាន់អន់សពន្ធចិត្តគឺបានន័យថាគូព្រេងយើងមិនទាន់កើតឬក៏គូព្រេងយើងអត់នៅប្រទេសជប៉ុនអីចឹងទៅហើយបើកូនស្រីខ្លះនៅក្មេងៗអាចចាំកូនប្រុសខ្ញុំបានឥឡូវទៅតែអាយុ3ឆ្នាំទេអូខេអរគុណច្រើនដល់ម៉ោងធ្វើមកឲ្យកូនញ៉ាំបាយហើយអូខេអរគុណជួបគ្នាវីដេអូក្រោយទៀត